ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីការប្រើប្រាស់ timer digital សម្រាប់បញ្ជាទៅលើការផ្ដាច់សលេង timer ប្រភេទនេះគឺប្រើបានច្រើនមុខងារត្រឹមតែការផ្ដាច់បញ្ជាជាមួយនឹងអាគុយឬក៏បញ្ជាជាមួយនឹងខ្សែសលេងគឺការតមានលក្ខណៈខុសគ្នាអញ្ចឹងតំណភ្ជាប់របស់យើងមានអីខ្លះយើងទី1យើងមាន timer មួយខាងក្រោយរបស់ timer យើងដឹងថាជើង timer មានទាំងអស់5ប៉ុន្តែយើងដកអស់មួយនៅសល់4ណាហើយដែលកាប់ដែលយើងត្រូវមានគឺដែលកាប់កាត់ខ្សែភ្លើងមួយនិងដែលកាប់ដកខ្សែភ្លើងមួយសម្រាប់ក្បាច់កោះយើងត្រូវការ4គ្រាប់ខ្សែភ្លើងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់កាត់ខ្សែភ្លើងចេញដល់ឡែកវាងាយស្រួលបងប្អូនគ្រាន់តែយើងកាត់ខ្សែភ្លើងមួយកណាត់មកយើងបំបែកខ្សែរបស់វាហើយបងប្អូនដកខ្សែភ្លើងដោយប្រើដែលកាប់ដកខ្សែភ្លើងបងប្អូនឃើញពេលដែលប្រើដែលកាប់ដកខ្សែភ្លើងក៏ដកងាយស្រួលឡាក់ពាក់កណ្ដាលខ្សែចេញមកគឺស្មើអត់មានបាត់ខ្សែភ្លើងណាមកសរសៃទេអានេះគឺជាប្រភេទដែលកាត់ខ្សែភ្លើងគឺយើងក៏អាចសម្រាប់ហូតខ្សែបានដូចគ្នាដែរព្រោះមានថ្មិញកពើរបស់វាខាងមុខយើងអាចចាប់ហូតបានបងប្អូនឃើញទេឃើញចេញសរសៃដែកគឺអត់មានបាត់ខ្សែប៉ុន្តែវាមានតាមលេខបើសិនមកដាក់ខុសលេខអាចនឹងកាត់ទៅវាដាច់សរសៃលុះនៅខាងក្នុងបន្តទៀតមានបដិកាប់គៀបក្បាលកោះនេះគឺសម្រាប់គៀបទៅលើកកូតអេហ្គុយក្បាលកោះដែលស្គៀបកូតអេហ្គុយបងប្អូនឃើញទេអញ្ចឹងយើងគៀបអស់ទៅយើងបងប្អូនអរគ្នាមើលអំពីដំណការភ្ជាប់បងប្អូនឃើញកន្លែងដំណការភ្ជាប់មានចំនួនរហូតដល់4ជើងមួយចំហៀងទៀតភ្លើង12វ៉ុលមួយចំហៀងទៀតខ្សែសម្រាប់បញ្ចូលខ្សែសំឡេងមួយចំហៀងចេញមួយចំហៀងចូលអញ្ចឹងខ្សែសំឡេងតបចូលមួយចំហៀងឯងមួយចំហៀងទៀតយើងត្រូវចូល direct អញ្ចឹងដើម្បីបងប្អូនតបជាប់បងប្អូនទី1បងប្អូនតភ្លើងនេះគឺជាភ្លើង DC ដោតជាមួយនឹង ampli Pero 88បើប្រើមួយ ampli ផ្សេងបងប្អូនបំបីខ្សែវាចាប់មួយអាគុយមកណាអានេះចាប់ជាមួយអាគុយមកអានេះតមួយសលេងធម្មតាសលេងវាមិនមានបូកដកបងប្អូននេះអេហ្គុយមិនមានបូកមួយចំហៀងមានដកមួយចំហៀងអញ្ចឹងបើមានបូកដកមួយចំហៀងបងប្អូនត្រូវចំណាំអានេះខ្សែបូកណាខ្ញុំដោតជាមួយខ្សែបូកអញ្ចឹងខ្សែដកនេះខ្សែដកចេញពី timer មកចូលមកក្នុងខ្សែដកបងប្អូនឃើញពោលទេអូខេចូលអញ្ចឹងហើយពេលដែលចូលអញ្ចឹងហើយបងប្អូនទទួលបាននេះអានេះខ្សែបូករបស់ Egoy ឬខ្សែសំឡេងចូលមួយចំហៀងបងប្អូនឃើញទេឃើញចូលមួយចំហៀងទេខ្សែបូកនៃ Egoy ហ្នឹងខ្សែដកពី Egoy ហ្នឹងចូលមួយចំហៀងនៃ timer ហើយបញ្ចេញមួយចំហៀងទៀតចូលទៅក្នុង ampli អានេះចូលក្នុង ampli ហើយអានេះគឺខ្សែបូកដល់ចូលទៅក្នុង ampli direct ខ្សែនេះខ្សែជាប់ Egoy ដែរចូល direct អញ្ចឹងពេលដែលភ្ជាប់បងប្អូនជាប់មកបូកចូលបូកដកចូលដកអានេះខ្ញុំឧទាហរណ៍មើលមើលយល់ទេអានេះខ្សែភ្លើងបងប្អូនមើលយល់ទេនេះមើលចាមើលយល់ទេគឺចូលបែបនេះពេលដែលចូលបែបនេះហើយបងប្អូនឃើញទេខ្សែបូកនេះ direct ចូលក្នុងEgoy របស់យើងហើយខ្សែដកនេះគឺវាឆ្លងកាត់ timer กับក្រងអញ្ចឹងខ្ញុំបើក ampli កាលណាបើកពឹបមាននឹងភ្លឺភ្លើងឲ្យយើងឯងអូខេចេញបើកសោហើយខ្ញុំចុច clear វាចោលសិនណាអានេះវាតុងនេះ clear ពេលដែលបងប្អូន clear ហើយ digital នេះ timer នេះគឺ set up ដូច timer digital យើងទូទៅអញ្ចឹងបាទអញ្ចឹងពេលដែល clear ហើយបងប្អូនអរគ្នាជាមួយខ្ញុំចុចផ្ដាច់សំឡេងណាអានេះសំឡេងឮធម្មតាប៉ុន្តែដោយសារខ្ញុំចុចផ្ដាច់ហើយជាមួយខ្ញុំចុចសេរីបើកណាខ្ញុំចុចសំឡេងនេះអានេះ on ឃើញទេនេះ on ទេ on សំឡេងឮធម្មតាខ្ញុំ off វិញចុច off វិញនេះខ្ញុំចុច off គឺបិទអូតូនេះគឺជា auto on និង auto off នេះអានេះ auto on auto ហើយនិង off ពាក្យកាត់របស់វានៅខាងលើនេះបងប្អូនមើលពាក្យកាត់អក្សរ P នេះគឺស្មើនឹង timer គឺធ្វើការ set up បងប្អូនចុចមកនេះចុចមួយមកឃើញមួយបើកមួយបិទពីរបើកពីរបិទរហូតដល់28បើក28បិទហើយចង់មក home វិញចុចប៊ីតុង home មួយចុចមួយមកប៊ីតុង home ណាបងប្អូនអក្សរ D បូកហៅថ្ងៃ H បូកតាក់ទងជាមួយនឹងម៉ោងអក្សរ M បូកនេះនាទីរូបនាឡិកានេះតាក់ទងមួយ clock ខាងក្រៅនេះ CR នេះចាក់សោបងប្អូនតងជាមួយនឹង manual នេះតាក់ទងមួយការកំណត់ auto on off នេះស្គាល់ពីខាងលើនឹងអស់ហើយបងចាប់ដើម set up កាលណាដែលបងប្អូន set up ចុចអត់ដើរដោយសារវាជាប់សោកន្លែងនេះអញ្ចឹងបងប្អូនចង់ដោះសោចុចកន្លែង CR នេះ 3-4 ដងទៅដោះសោហើយ1 2 3 4អញ្ចឹងវាដោះសោហើយណានៅពេលដែលវាដោះសោហើយបងប្អូនអស់នេះ set up ម៉ោងជាក់ស្ដែងថ្ងៃនេះជាថ្ងៃអីអញ្ចឹងប្រហោះបន្តមកទៀតម៉ោងប៉ុន្មានម៉ោងស្មើនឹងគឺម៉ោង9កន្លះបងប្អូនសេរីម៉ោងនឹងពេលជាក់ស្ដែងវាសិនណាបងប្អូនចូលមកដល់ចំណុចបន្ទាប់គឺការ set up ចុចអក្សរ P នេះមួយគឺមានមួយបើកចាប់ពីម៉ោងប្រហែលគឺយើងចង់ឧទាហរណ៍ថាយើងចង់បើក ampli ប្រើគុយរបស់យើងដើរនៅក្នុងម៉ោងពីម៉ោង6ទៀបភ្លឺបើកបន្តមកទៀតម៉ោងបិទចុច P ទៀតគឺម៉ោងបិទ off បិទម៉ោងប៉ុន្មានបងប្អូនសេរីមកចង់បិទម៉ោង7យប់ស្មើនឹងម៉ោង19ណានេះម៉ោង7យប់អូខេអានេះយើងសេរីម៉ោងបើកហើយនឹងម៉ោងបិទហើយអញ្ចឹងតង់ទី2ចង់សេរីអីទៀតបងប្អូនចុចសេរីមកតាមនឹងមកឃើញទេតង់ទី2បើកតង់ទី2បិទតង់ទី3បើកតង់ទី3បិទទៅតាមតង់វារហូតណាបន្តមកទៀតពេលដែលបងប្អូន set up ហើយបងប្អូនចុចមកពីតង់ home រូបនាឡិកានេះចុចមកគឺវាមកកន្លែងម៉ោងជាក់ស្ដែងខាងក្រៅតែអ្វីដែលវាត្រូវបញ្ជាគឺនៅខាងក្នុងគឺចុចអក្សរ P នេះម៉ោងដែលយើងឲ្យវាបញ្ជាបើកចាប់ពីម៉ោង6បិទវិញចាប់ពីម៉ោង19ណាបងប្អូនអញ្ចឹងយើងចុចមកពីតង់ home វិញមកបន្តមកទៀតបងប្អូនអរគ្នាចង់សេរីទៅលើពាក្យថា auto on ហើយនិង off បងប្អូនចុចខាងលើនេះបងប្អូនគេដាក់ on ណា on auto ហើយនិង off អញ្ចឹងបងប្អូនអរគ្នាចុចខាងលើនេះដើម្បីកំណត់យកមកអូតូមកជាការស្រេចគឺវាបញ្ជាទៅតាមម៉ោងអូតូរបស់យើងតែម្ដងណា